Bộ video này hátខ្ញុំចង់ចែករំលែកបន្តិចអំពីរឿងដូចថា visa សម្រាប់ចូលមកសហរដ្ឋអាមេរិកបងប្អូនជួយ share ទាំងអស់គ្នាដើម្បីជាចំណេះដឹងសម្រាប់បងប្អូនទាំងអស់ហើយខ្ញុំក៏បានទទួល message ច្រើនមែនតើបងប្អូនដូចថាមានចម្ងល់ហើយដូចថា start to be ដូចថា panic បងប្អូនដូចថាខ្វល់ខ្វាយបងប្អូនចំពោះខ្ញុំឃើញ video នេះឃើញព័ត៌មាននេះចុចចេញផ្សាយតាំងពីម្សិលមិញចំពោះខ្លួនខ្ញុំផ្ទាល់នេះក៏ខ្ញុំដូចថាមានការភ្ញាក់ផ្អើលខ្លាំងមែនតើក៏ប៉ុន្តែខ្ញុំរងចាំដូចថាឲ្យបានព័ត៌មានច្បាស់សិនណាមុននឹងខ្ញុំធ្វើវីដេអូហើយទៅខ្ញុំឃើញដូចថា creator ដែលនៅសហរដ្ឋអាមេរិកគាត់ចេញជាវីដេអូច្រើនហើយគាត់បញ្យល់ច្រើនបងប្អូនតាមដានពួកគាត់ដូចគ្នាណាបងប្អូនណាហ្នឹងហើយតាមដានពួកគាត់ហើយស្ដាប់ពួកគាត់ដូចគ្នាក៏ប៉ុន្តែចំពោះបទពិសោធន៍របស់ខ្ញុំហើយចំពោះដែលខ្ញុំនេះថាមើលព័ត៌មាននៃគេផ្សព្វផ្សាយហ្នឹងបងប្អូនណាបាត់ប្រកាសបងប្អូនគេ freeze ទាំងអស់មិនមែនថា process នឹងដូចថាបើសិនជាបងប្អូនដាក់យើងមាន case ណាក៏ប៉ុន្តែយើងនៅរងចាំ process ណាក៏ freeze ដែរបងប្អូន freeze ទាំងអស់ហើយដូចថាអញ្ចឹងវាជារឿងមួយដូចថា shock មិនថ្ងៃវាជាការមួយភ្ញាក់ផ្អើលខ្លាំងមែនតើក៏តែឥឡូវធ្វើម៉េចបើសិនជារឿងនេះវាកើតឡើងអញ្ចឹងទៅហើយគេក៏បាននិយាយទៀតថាគេអត់មានការកំណត់នៅក្នុងការដែលគេបញ្ជាក់ថាថ្ងៃណាដែលគេបើកវិញទេក៏ប៉ុន្តែអានេះទស្សនៈខ្ញុំហើយបងប្អូនណាដែលខ្ញុំមានបទពិសោធន៍នៅក្នុងការដែលខ្ញុំនេះថាធានាបងប្អូនធានាពុកម្ដាយពីដើមមកថានៅសហរដ្ឋអាមេរិកនេះគឺរដ្ឋាភិបាលដូរ4ឆ្នាំម្ដងអូខេហើយបងប្អូនកុំគិតថារឿងអស់នេះវានឹងកាត់ឡើង permanent ខ្ញុំជឿជាក់ថារឿងនេះនឹងបានត្រឡប់ទៅវិញដូចថាជារឿងធម្មតាក៏ប៉ុន្តែចំពោះបច្ចុប្បន្នឥឡូវនេះបើពាក្យភាសា American ដូចថា chaos ដូចថាវារៀងរញ៉េរញ៉ៃមែនតើបច្ចុប្បន្នឥឡូវនេះក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំជឿជាក់ថាបញ្ហានឹងមានការដោះស្រាយសំណួរសួរថាបងអញ្ចឹងគេ permanent ឬក៏យ៉ាងម៉េចចំពោះទស្សនៈខ្ញុំខុសឬត្រូវខ្ញុំមិនដឹងទេបងប្អូនខ្ញុំមិនមែន lawmaker ទេតែខ្ញុំគ្រាន់តែចែករំលែកហើយជាបទពិសោធន៍ដែលខ្ញុំធ្លាប់ធានាបងប្អូនណាបងជួនកាលគ្រាន់តែថាគេ freeze មួយរយៈបងប្អូនទស្សនៈខ្ញុំគិតថាគេ freeze មួយរយៈហើយដល់ពេលដូចថាគេរៀបចំបញ្ហាអីខាងក្នុងហ្នឹងដូចថាឲ្យស្រួលបួលអីហើយអញ្ចឹងទៅដូចថាគេមានការកំណត់ដូចថាគេបានផ្លាស់ប្ដូរអ្វីដូចថាគេប្រជុំគ្នាគេកែតម្រុកអីហើយអត់ទៅខ្ញុំជឿថាគេបើកវិញបងប្អូនកាលពីដើមដែលខ្ញុំធានាម្ដាយឪពុកខ្ញុំជាង20ឆ្នាំមុនណាបងប្អូនវាស្តៀងគ្នាដូចថារដ្ឋាភិបាលនៅសហរដ្ឋអាមេរិក4ឆ្នាំដូរម្ដងហើយអញ្ចឹងពេលណាដែលរដ្ឋាភិបាលនេះរដ្ឋាភិបាលនោះដូរគឺក៏មានការផ្លាស់ប្ដូរខ្លះដែរប៉ុន្តែចំពោះរឿងនេះខ្ញុំទទួលថាវារៀងដូចថាធំព្រោះអី freeze ទាំងអស់ហ្មងពីដើមមកជាងការគេបិទអញ្ចេះគេបើកអញ្ចោះគេធ្វើអញ្ចេះគេធ្វើអញ្ចោះតែការផ្លាស់ប្ដូរនេះគឺមានជារឿយតែគ្រាន់តែវាមិនធំដូចថាឥឡូវនេះគឺគាត់ប្រកាសហ្មងហើយមិនមែនថាប្រទេសខ្មែរទេបងប្អូន75ប្រទេសនឹងហើយ75ប្រទេសអញ្ចឹងបានន័យថារឿងនេះវាច្រើនណាស់ព្រោះថា75ប្រទេសបងប្អូនដឹងមើលថាម្នាក់យើង process ធានាបងប្អូនធានាពុកម្ដាយធានាប្តីប្រពន្ធធានាគូតដឹងធានាកូនធានាចៅអីច្រើនណាស់បងប្អូនចាខ្ញុំជឿជាក់ថាបញ្ហានេះនឹងអាចដោះស្រាយក៏ប៉ុន្តែគ្រាន់តែវាអាចពេលវេលាយូរពេលវេលាឆាប់តែខ្ញុំជឿថារឿងនេះมันអាចជា permanent បានទេបងប្អូនវានឹងមានការដោះស្រាយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាកុំឲ្យ panic ដូចថារៀង calm down ទៅហើយយើងចាំមើលសភាពការសិនហើយបើសិនជាខ្ញុំបានព័ត៌មានយ៉ាងណាខ្ញុំនឹងចែករំលែកតទៅទៀតបងប្អូនជួយ comment ផងបើបងប្អូនបានព័ត៌មានអីយើងចែករំលែកទាំងអស់គ្នាខ្ញុំក៏តាមដានព័ត៌មានដែរបងប្អូនព្រោះឥឡូវនេះវា chaos ខ្លាំងនៅក្នុងសហរដ្ឋអាមេរិកចាក៏ប៉ុន្តែបើសិនជាខ្ញុំបានព័ត៌មានអីខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាចាហើយបងប្អូនទាំងអស់គ្នាដូចថា calm down សិនហើយយើងចាំមើលសភាពការសិនព្រោះឲ្យខ្ញុំជឿជាក់ថាមិនមែន permanent ទេគឺវានឹងបើកតែគ្រាន់តែយើងមិនដឹងថាពេលណាចាហើយជួយ share វីដេអូទាំងអស់គ្នាដើម្បីយើងចែករំលែកគ្នាហើយ comment below បងប្អូនបើសិនជាបងប្អូននេះថាមានព័ត៌មានអ្វីយើងចែករំលែកគ្នាទាំងអស់គ្នានៅក្នុង community របស់យើងចាសូមអរគុណ